ប្រធានាធិបតីប្រែទៅជាឆ្កែនៅពេលគាត់ផឹកស្រាដើម្បីធ្វើឲ្យគាត់ផ្លាស់ប្ដូរយាយបានបន្ថែមស្រាទៅទឹកដោះគោដោយចេតនាគាត់បោកចៅប្រុសឲ្យផឹកដោយការរំពឹងទុកវិនាទីបន្ទាប់ប្រធានាធិបតីបានប្រែក្លាយទៅជាឆ្កែមួយក្បាលតើនេះពិតជាលោកយាយរបស់ខ្ញុំធ្វើបាបខ្ញុំមែនទេយាយមិនមានអាហារឲ្យវាទេនេះយកវាទៅយាយឲ្យវាទៅចៅប៉ុន្តែខ្ញុំអូត្រូវហើយខ្ញុំបានដាំទឹកទុកចោលនៅឯផ្ទះភ្លេចបិទភ្លើងយាយសុំទៅមើលវាសិនលោកយាយអ្នកមិនទាន់ប្រាប់ខ្ញុំទេតើអ្នកឈ្មោះអ្វីយាយឈ្មោះយ៉លីងអូវាចប់ហើយយាយកុំទៅចោលខ្ញុំអីប៉ុន្មានថ្ងៃមុននេះលោកយាយស្រាប់តែធ្លាក់ខ្លួនឈឺពេលដើរទិញអីវ៉ាន់ក្នុងផ្សារមុនពេលដួលសន្លប់នាងបានអបផ្លូវស្ត្រីដែលមានគំនិតសុំឲ្យគាត់ថៃឡានពេទ្យដោយមិននឹកស្មានដល់ស្ត្រីដែលមានគំនិតឆ្មើងឆ្មៃបានទាត់គាត់ចេញដោយខ្ពើមនៅតែស្រែកថាស្ត្រីចំណាស់ដ៏អាក្រក់ម្នាក់នេះកំពុងតែចង់បង្ខូចមនុស្សសំណាងល្អដែលនារីចិត្តល្អម្នាក់បានឃើញទស្សនវិជ្ជានេះគាត់ប្រញាប់ទៅមុខហើយជួយស្ត្រីចំណាស់ឡើងប្រញាប់ទៅមន្ទីរពេទ្យក្រោយពីភ្ញាក់ពីដំណេកលោកយាយបានកោតសរសើរក្មេងស្រីយ៉ាងខ្លាំងដូច្នេះគាត់បានព្យាយាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបានរៀបចំអាពាហ៍ពិពាហ៍រវាងចៅប្រុសរបស់គាត់និងក្មេងស្រីគាត់បន្តបញ្ចុះបញ្ចូលចៅប្រុសគាត់ឲ្យរៀបការនឹងនាងគាត់បានហៅអ្នកសង្គ្រោះរបស់គាត់ថាជាស្ត្រីដ៏ស្រស់ស្អាតចិត្តសប្បុរសទោះបីគាត់មានចៅដូចគាត់10នាក់ក៏នៅតែមិនគ្រប់ដែរប៉ុន្តែប្រធានាធិបតីហាក់ដូចជាវង្វេងស្មារតីទោះជាយ៉ាងណាក៏គាត់មិនព្រមដែររហូតដល់គាត់បានចាក់ចេញបន្ទាប់មកជំនួយការបានប្រាប់ស្ត្រីចំណាស់ម្នាក់នេះការពិតតាមពិតទៅតារាស្រីនិងលោកប្រធានបានរៀបការរួចហើយប៉ុន្តែឥឡូវនេះដោយសារតែកាលៈទេសៈមួយចំនួនពួកគេកំពុងទទួលបានការលែងលះកន្លះខែមុនប្រធានាធិបតីបានផឹកស្រាមួយកែវដោយចៃដន្យហើយប្រែក្លាយជាឆ្កែជាលទ្ធផលគាត់ត្រូវបានក្រុមឈ្មួញឆ្កែចាប់បានពេលចិត្តត្រូវគេចាប់យកទៅលក់សាច់ឆ្កែក្មេងស្រីបានឆ្លងកាត់នោះគាត់បានកាន់ឆ្កែនៅក្នុងដៃរបស់គាត់យ៉ាងអន្ទះសារក្រុមក្មេងទំនើងបានឃើញដូច្នេះបានគិតថាគាត់ជាម្ចាស់ឆ្កែដូច្នេះពួកគេត្រូវចាក់ចេញដោយស្ទាក់ស្ទើរមិនយូរប៉ុន្មានជំនួយការរបស់ប្រធានាធិបតីបានមកយ៉ាងប្រញាប់បន្ទាប់ពីឃើញប្រធានាធិបតីប្រែទៅជាឆ្កែដូច្នេះគាត់នឹងយកនាយកប្រតិបត្តិទៅជាមួយគាត់ភ្លាមមុនពេលចាក់ចេញលោកប្រធានាធិបតីបានក្រឡេកមើលទៅក្រោយហើយក្រឡេកមើលយ៉ាងជ្រៅបានចាំថាមានប្រជ្រុយនៅលើដៃរបស់ក្មេងស្រីនិងខ្សែដៃពណ៌ខៀវដើម្បីគេចពីការជំរុញរបស់យាយឲ្យរៀបការពេលនោះលោកប្រធានាធិបតីមានគំនិតបង្កើតនារីជាភរិយាយ៉ាងណាមិញព្រះគុណនៃការសង្គ្រោះជីវិតគួរតែតបស្នងជាមួយនឹងរូបកាយរបស់មនុស្សម្នាក់តើនរណាខ្លះគិតថាមុននឹងគាត់អាចរកបញ្ចូលក្នុងវាលស្មៅឃើញលឿនបែបនេះនៅថ្ងៃបន្ទាប់ក្មេងស្រីបានព្រួយផ្ដាំគំនិតមកជួបលោកនាយកប្រតិបត្តិនៅមាត់ទ្វារជំរាបសួរលោកលីងខ្ញុំមកតាមការណាត់ជួបរបស់លោកប្រសិនបើអ្នកពេញចិត្តនឹងខ្ញុំតោះយើងនាំគ្នាទៅចុះសម្បត្តិអាពាហ៍ពិពាហ៍ឥឡូវនេះតើអ្នកមានខ្សែដៃពណ៌ខៀវទេអូខ្ញុំមានតើអ្នកដឹងដោយរបៀបណាវាគឺជានាងពិតមែនមិនអីទេតោះទៅយកសម្បត្តិអាពាហ៍ពិពាហ៍វាប្រែថាម្ដាយចិញ្ចឹមរបស់ក្មេងស្រីចង់ទទួលបានប្រាក់30លានជាអំណោយគាត់នឹងត្រូវបង្ខំឲ្យក្មេងស្រីទៅរៀបការជាមួយអ្នកពិការភ្នែកម្នាក់ដោយមិននឹកស្មានដល់ក្មេងស្រីបានធ្វើខុសចាត់ទុកប្រធានាធិបតីជាមនុស្សខ្វាក់នៅពេលនេះក្រឡេកមកមើលមុខដ៏សង្ហានិងមានមន្តស្នេហ៍របស់លោកប្រធានាធិបតីក្មេងស្រីមិនអាចជួយបានទេប៉ុន្តែខ្លាចជាឈួតលងស្នេហ៍នឹងគាត់ដូច្នេះនាងទទួលបានវិញ្ញាបនបត្រអាពាហ៍ពិពាហ៍ពីគាត់ដោយមិនស្ទាក់ស្ទើរក្នុងពេលជាមួយគ្នាទីបំផុតម្ដាយបង្កើតរបស់ក្មេងស្រីបានទទួលដំណឹងពីគាត់បងប្អូនធំទាំង3បានដឹងថាប្អូនស្រីរបស់ពួកគេត្រូវបានគេរកឃើញដាក់ការងារសំខាន់ៗនៅក្នុងដៃរបស់នាងភ្លាមៗមួយវិញទៀតគឺបេះដូងឪពុកម្ដាយចិញ្ចឹមរបស់ក្មេងស្រីបងស្រីជីបានយកខ្សែដៃពណ៌ខៀវរបស់គាត់ដែលមានភាពប្រណិតដូច្នេះនាងចាប់ផ្ដើមដណ្ដើមវាភ្លាមប៉ុន្តែក្មេងស្រីនោះមិនសាំនឹងគាត់ទេបានបដិសេធដោយផ្ទាល់យ៉ាងណាមិញខ្សែដៃនេះវាគឺជានិមិត្តសញ្ញាតែមួយគត់នៃការជួបជុំរបស់គាត់ជាមួយឪពុកម្ដាយបង្កើតរបស់គាត់ម្ដាយចិញ្ចឹមមើលឃើញគាត់បានស្ដីបន្ទោសនាងថាជាមនុស្សមិនកតញ្ញូគាត់បានការចិញ្ចឹមបីបាច់ជាង10ឆ្នាំប៉ុន្តែវាមិនមានតម្លៃខ្សែដៃដែលខូចរបស់គាត់ទេទោះបីជាម្ដាយចិញ្ចឹមរបស់គាត់តែងតែចាត់ទុកគាត់ថាជាអ្នកមើលថែទាំក្មេងដោយឥតគិតថ្លៃវីដងនឹងជេរប្រមាថគ្រប់ពេលប៉ុន្តែនៅក្នុងការចងចាំនៃព្រះគុណនៃការចិញ្ចឹមគាត់នៅតែឲ្យខ្សែដៃដល់ប្អូនស្រីដែលមានគំនិតអញ្ចឹងឪពុករបស់បុរសពីការភ្នែកដាំឡើងមករកពួកគេនាំកូនមកស្ដីបន្ទោសសុំឲ្យម្ដាយចិញ្ចឹមប្រគល់អំណោយអាពាហ៍ពិពាហ៍ចំនួន30លានមកវិញឃើញស្រីយកសម្បត្តិអាពាហ៍ពិពាហ៍ចេញភ្លាមនោះម្ដាយចិញ្ចឹមខឹងយ៉ាងខ្លាំងហើយតែកំភ្លៀងក្មេងស្រីនោះបានរកឃើញថាមនុស្សដែលនាងត្រូវបានសន្មតថាជាជនពិការគឺវាខុសខ្ញុំបានចំណាយ30លានដើម្បីទិញកូនស្រីរបស់អ្នកមិនបានជាអ្នកលេងល្បិចដាក់យើងបែបនេះខ្ញុំនឹងលេងលេះស្រីខូចនេះអូនេះវាជាការយកច្រឡំទេវាជាការយកច្រឡំទាំងអស់ប៉ានាងគឺជាទំនិញចូលជុះនាងមិនសមនឹងតម្លៃ30លានទេសូមពិភាក្សាម្ដងទៀតមិនអីទេខ្ញុំនឹងឲ្យនាងរៀបការជាមួយកូនប្រុសរបស់ខ្ញុំបន្ទាប់ពីនាងលេងលះបន្ទាប់ពីលេងលះរួចរាល់នោះនាងគឺជាទំនិញចូលជុះតម្លៃត្រឹមតែ10លានប៉ុណ្ណោះអ្នកត្រូវប្រគល់លុយ20លានរបស់ខ្ញុំមកឲ្យខ្ញុំវិញសូមពិភាក្សាម្ដងទៀតខ្ញុំសូមត្រឹម15លានយល់ព្រមទេ15លានមិនអាចចរចាបានទេតើអ្នកមិនស្ថិតក្នុងដំណាក់កាលនៃជំងឺមហារីកទេខ្ញុំឃើញអ្នកមើលទៅពោពេញដោយថាមពលវាមិនដូចជាមានជំងឺមហារីកទេអ្វីគ្រប់យ៉ាងគឺអ្នកកុហកខ្ញុំតើអ្នកមាននិយាយទេប្រសិនបើអ្នកមិនមែនជាមនុស្សល្ងងតើខ្ញុំអាចបាត់បង់លុយ20លានដោយរបៀបណាខ្ញុំនឹងសម្លាប់អ្នកនៅថ្ងៃនេះតើនាងធ្វើអីនឹងសម្រាប់បងប្អូនដែលមានបញ្ហាស្បែកមុខឡើងមុនឡើងរោអាឡែស៊ីស្បែកមុខមានជាំស្បែកមុខខ្មៅស្អាប់អត់ភ្លឺថ្លាបងប្អូនទាំងអស់គ្នាអាចជ្រើសរើសប្រើប្រាស់ជាមួយនឹងឈុតព្យាបាលស្បែកមុខ Skin 66បានជួយព្យាបាលបញ្ហានៅលើស្បែកមុខឲ្យបាត់លឿនក្នុងរយៈពេលខ្លីជាឈុតមុខដែលចេញពីខាង clinic ផ្ទាល់តែម្ដងសម្រាប់ឈុតមុខ Skin 66គឺជួយព្យាបាលបញ្ហាស្បែកមុខរបស់អតិថិជនចូលរាប់ម៉ឺនរាប់សែនអ្នករួចមកហើយសម្រាប់អ្នកដែលមានបញ្ហានៅលើស្បែកមុខចង់ព្យាបាលឲ្យបាត់លឿនក្នុងរយៈពេលខ្លីកុំភ្លេចជាមួយនឹងឈុតព្យាបាលស្បែកមុខ Skin 66ក្នុងពេលនេះខ្ញុំចាំមើលតើអ្នកណាហ៊ានប៉ះស្រីខ្ញុំតើអ្នកមកទីនេះដោយរបៀបណាទៅឆ្ងាយនេះមិនមែនជារឿងរបស់អ្នកទេអ្នកគឺជាប្រពន្ធរបស់ខ្ញុំជាការពិតណាស់ខ្ញុំនឹងមើលថែអ្នកវាហាក់ដូចជាការរស់នៅដ៏ល្អជាមួយគាត់សៀវអ្នកជាមនុស្សតិរច្ឆានអ្នកនៅទីនោះរកមនុស្សព្រៃឲ្យមកវាយើងមែនទេ
មិនបានអ្នកមិនគោរពអ្នកនាងខ្ញុំបែបនេះអ្នកកំពុងស្វែងរកសេចក្តីស្លាប់ លេងខ្ញុំទៅ តើអ្នកមានខ្សែដៃពណ៌ខៀវទេក្រែងអ្នកនិយាយថាខ្សែដៃណនេះជារបស់អ្នកហី ពិតណាស់ខ្សែដៃនេះត្រូវបានលួចដោយពួកគេមិនសមហេតុសមផលនេះជាខ្សែដៃរបស់ខ្ញុំនេះគឺជាកូនស្រីរបស់ខ្ញុំជប់ធ្វើឲ្យមានការយល់ច្រឡំទៀតទៅតើបានទេ ចៅ fan សូមទៅពិនិត្យមើលយប់មិញអ្នកណាពាក់ខ្សែដៃនេះបាទលោកប្រធានខ្ញុំបានពិនិត្យនិងសួរជាមួយអ្នករស់នៅជុំវិញនេះហើយគេនិយាយទាំងអស់ហើយវាគឺជាកញ្ញាលីវខាងនេះដែលបានពាក់នាឡិកានេះកាលពីម្សិលមិញ ខ្ញុំបាននិយាយថាវាជារបស់ខ្ញុំ លីវតើអ្នកបានទៅផ្លូវ Shannon យប់មិញទេ ចង់បានភាពបន្តសូមបងប្អូនជួយ follow និង share វីដេអូនេះម្នាក់មួយ